សូមជម្រាបសួរបងប្អូនជាទីគោរពនិងជាទីមេត្រីវិលមកជួបគ្នាឯសារថ្មីទៅនឹងប្រធានបទថ្មីដែលតទៅនឹងតែសម្ដែងបែបបញ្យលអញ្ចឹងមុននឹងចូលប្រធានថ្មីសូមបងប្អូនជួយចុច subscribe នៅ channel YouTube ម្នាក់មួយមកដើម្បីទទួលបានប្រធានតែសម្ដែងថ្មីៗផងដែរអញ្ចឹងយើងអាចនិយាយបានថាប្រធានគេថាតម្លៃដ៏ពងពោះរបស់មនុស្សគឺស្ថិតនៅកម្ពុជាកម្លាំងកាយប្រាជ្ញាដើម្បីឲ្យប្រយោជន៍ជាតិជាងដើម្បីខ្លួនចូលបងប្អូនបញ្យល់ទស្សនៈខាងលើឲ្យបានក្បោះក្បាយចាអញ្ចឹងយើងកុំឲ្យខាត់ពេលយើងចូលសក្តីផ្ដើមចេះសក្តីផ្ដើមមាន3លំនាំចំនួននិងចំណោទការកសាងខ្លួនឲ្យខ្លាចជាមនុស្សដែលមានតម្លៃខ្ពស់ពងពោះមានកេរ្តិ៍ឈ្មោះមិនចេះស្លាប់កម្រមានបុគ្គលណាធ្វើបានណាដើម្បីណែនាំមនុស្សឲ្យសម្រេចទិសដៅដោយប្រធានបានរៀបរាប់ខាងលើនេះទើបមានទស្សនៈមួយបានលើកឡើងថាតម្លៃដ៏ខ្ពង់ខ្ពស់របស់មនុស្សស្ថិតលើការបូជាកម្លាំងកាយប្រាជ្ញាដើម្បីប្រយោជន៍ជាតិជាងដើម្បីខ្លួនចាអញ្ចឹងការរៀបរាប់លំនាំនិងចំណូលយើងដឹងហើយថាយើងចុះបន្ទាត់មួយនឹងចំណូលគឺយើងត្រូវតែលើកធានក្នុងសញ្ញាផលដាក់យកមកដាក់វិញបន្ទាប់មកយើងចូលចំណោទបញ្ហាយើងចាត់សូមបែបទីបញ្យលតើសម្ដីនេះបង្កប់នៅអត្ថន័យយ៉ាងណាខ្លះចាបន្ទាប់មកយើងចូលតួសក្តីអញ្ចឹងទូសក្តីមាន3មាន5ចំណុចចាអញ្ចឹងគ្រាមចុះសក្តីយើងចូលបន្ទាត់មកមុននឹងឈានដល់ការបកស្រាយនៃប្រធានខាងលើឲ្យកាន់តែក្បោះក្បាយនិងស៊ីជម្រៅថែមទៀតនោះគូគប្បីបញ្យលទៅពាក្យគឺឬក៏ឃ្លាមួយចំនួនសិនពាក្យតម្លៃដ៏ពងពោះគឺសំដៅដល់គេឈ្មោះដ៏ល្បីរន្ទឺដែលនាំឲ្យមនុស្សលោកកោតសរសើរគ្រប់ពេលវេលានិងគ្រប់កលៈទេសៈរីឯពីការបូជាកម្លាំងកាយប្រាជ្ញាគឺការលះបង់កម្លាំងកាយប្រាជ្ញារហូតហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុបំរើនៅឧត្តមគតិដ៏ថ្លៃថ្លារបស់ខ្លួនអញ្ចឹងយើងយកពាក្យកលឹះឬក៏ឃ្លាដែលយើងបញ្យល់ហើយយកមកចំបាច់បញ្ចូលគ្នាមកអញ្ចឹងអាស្រ័យហេតុនេះហើយទៅមានប្រធានខាងលើចង់មានន័យថាមនុស្សណាក៏ដោយដែលហ៊ានលះបង់កម្លាំងកាយប្រាជ្ញារបស់ខ្លួនជីវិតដើម្បីបម្រើប្រយោជន៍ជាតិឬប្រយោជន៍ទូទៅមនុស្សនោះឯងជាមនុស្សដែលមានតម្លៃជារៀងរហូតចាបន្តមកយើងចូលបកស្រាយចាបកស្រាយជាការបណ្ដាបើយើងពិនិត្យមើលនៅក្នុងសង្គមខ្មែរយើងបុព្វបុរសខ្មែរយើងចំនួនដើមពិសេសនៅក្នុងសតវត្សទី12និងសតវត្សទី13បានធ្វើពលិកម្មបូជាកម្លាំងកាយប្រាជ្ញាកសាងប្រាសាទទាំងឡាយមានប្រាសាទអង្គរវត្តជាដើមស្នាដៃដ៏អស្ចារ្យនេះត្រូវបានមហាជនលើសកលលោកកើតស្ងប់ស្ងាត់ហើយបានឲ្យតម្លៃដ៏ខ្ពង់ខ្ពស់ដល់បុព្វបុរសខ្មែរយើងមនុស្សចំនួនក្រោយក៏ដូចជាអាចារ្យស្វាកលាហោមគុំអាចារ្យហែមជាបានធ្វើពលិកម្មបូជាជីវិតរបស់ខ្លួនដើម្បីបុព្វហេតុតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំងធ្វើឲ្យកូនខ្មែរចំនួនក្រោយអួតសរសើរនិងគោរពជានិច្ចចំពោះនិពន្ធកវីបណ្ឌិតខ្មែរយើងជាច្រើនក៏បានចូលក្រងនៅគម្ពីរក្បួនច្បាប់ជាមានកវីក្រុមងុយជាអ្នកនិពន្ធច្បាប់ល្បោកថ្មីគេក៏ថ្មីបណ្ឌិតបានខាត់ជាអ្នកនិពន្ធនៃស្រីហត្ថប្រទេសអ្នកប៉ាងជាអ្នកកវីល្បោកអង្គរវត្តលោកញុកថែមជាអ្នកនិពន្ធនៃរឿងកុលាបបៃលិមជាដើមអ្នកនិពន្ធទាំងអស់នេះគឺសុទ្ធតែបានបូជាកម្លាំងកាយកម្លាំងប្រាជ្ញារបស់ខ្លួនដើម្បីបុព្វហេតុប្រយោជន៍ជាតិជាងដើម្បីខ្លួនហើយពួកគាត់ត្រូវបានប្រជាជនចំនួនក្រោយកោតសរសើរនៅឧត្តមគតិដ៏ថ្លៃថ្លារបស់ពួកគាត់ជានិច្ចជាស្ដែងនៅក្រៅប្រទេសក៏មានអ្នកប្រាជ្ញធំគេតែងតែឲ្យតម្លៃទៅលើអ្នកប្រាជ្ញគឺ Pasteur អ្នកប្រាជ្ញខាងឱសថលោក Newton អ្នកប្រាជ្ញខាងរូបវិទ្យាលោក Descartes អ្នកប្រាជ្ញខាងគណិតវិទ្យានិងអ្នកប្រាជ្ញជាច្រើនទៀតដែលបានលះបង់កម្លាំងកាយកម្លាំងប្រាជ្ញារបស់ខ្លួនដើម្បីស្រាវជ្រាវបង្កើតស្នាដៃរបស់ខ្លួនធ្វើឲ្យមនុស្សនៅលើពិភពលោកទទួលស្គាល់ហើយឲ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ទោះបីអ្នកប្រាជ្ញទាំងនោះបានស្លាប់បាត់បង់ជីវិតទៅក៏ដោយក៏កេរ្តិ៍ឈ្មោះរបស់ពួកគាត់គឺស្ថិតនៅជាអមតៈយ៉ាងណាមិញនៅក្នុងស្នាដៃអត្ថបទអក្សរសិល្ប៍រឿងធនជ័យក៏បានបង្ហាញឲ្យឃើញដែរថាដើម្បីប្រយោជន៍ប្រជាជនធនជ័យបានសុំម្ដាយទៅបម្រើសេដ្ឋីរិះរើបមធ្យោបាយផ្ចាញ់សេដ្ឋីគ្រប់ពេលវេលាពេលទៅដល់បម្រើប្រទេសជាធនជ័យមានគេឈ្មោះល្បីល្បាញរហូតដល់ស្រុកចិនជាពិសេសនៅពេលដែលប្រទេសជួបគ្រោះអ
ជ័យបានធានាយកអស់កម្លាំងកាយនិងកម្លាំងប្រាជ្ញារបស់ខ្លួនដើម្បីរសាយរហូតប្រទេសជាតិបានរួចផុតពីទុក្ខភ័យមិនតែប៉ុណ្ណោះធនជ័យបានបន្សល់ទុកនៅស្នាដៃជាច្រើនដូចជាការរៀបចំស្រុកទេសឲ្យមានការរបៀបរៀបរយបង្កើតច្បាប់ពន្ធដារបង្កើតនំបញ្ចុកខ្នែងឯកដើម្បីដោះស្រាយបញ្ហានិងបន្សល់ទុកនៅបណ្ដាំចុងក្រោយដែលពុំពេញទៅដោយអត្ថន័យស្រឡាញ់ជាតិគឺនឹងចង់ឲ្យប្រទេសជាតិមានការរីកចម្រើនគឺបើសោយត្រីព្រូកុំចោលសុកាបើសោយត្រីប្រាកុំចោលសុកីបើស្លម្ជូរក្បាលត្រីកុំភ្លេចម្ជូរសណ្ដានទាំងអស់នេះហើយដែលធ្វើឲ្យធនជ័យមានតម្លៃយ៉ាងពងពោះបើយើងក៏លេចទៅមើលព្រះបាទសិទ្ធត្ថជាបុត្រនៃព្រះបាទសិទ្ធត្ថណាបានលះបង់រាជសម្បត្តិព្រះអគ្គមហេសីនិងព្រះរាជបុត្រទៅសាងភ្នំអរិយពេលយ៉ាងយូរទើបបានត្រាស់ដឹងជាព្រះពុទ្ធព្រះអង្គបានបូជាកម្លាំងកាយប្រាជ្ញារបស់ព្រះអង្គដើម្បីជួយផ្សព្វផ្សាយនៅទស្សនៈរបស់ព្រះអង្គក្នុងគោលបំណងឲ្យមនុស្សជាតិដោះផុតចេញពីទុក្ខសេចក្តីទុក្ខស្របនឹងនេះដែរក្នុងរឿងសីហៈនិងទុនសាយចាស់ពេលដែលត្រូវខ្លាចទៅជាចំណីរបស់សត្វសីហៈទុរតតៈបានបូជាកម្លាំងប្រាជ្ញារបស់ខ្លួនបញ្ឆោតសីហៈរហូតធ្លាក់ក្នុងអណ្ដូងស្លាប់ធ្វើឲ្យពួកសត្វព្រៃទាំងអស់បានរួចផុតពីសេចក្តីទុក្ខភ័យបន្ទាប់មកយើងចូលសរុបមកគឺការលះបង់កម្លាំងកាយប្រាជ្ញារបស់ខ្លួនដើម្បីប្រយោជន៍រួមពិតជាហេតុនាំឲ្យអ្នកប្រព្រឹត្តមានតម្លៃយ៉ាងខ្ពង់ខ្ពស់ពោលគឺកេរ្តិ៍ឈ្មោះនិងកិត្តិយសដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានបន្ទាប់មកយើងចូលបញ្ចប់សេចក្តីគឺវាតម្លៃប្រធានដូចនេះមតិរបស់ប្រធានមានអត្ថន័យល្អបំផុសស្មារតីឲ្យអ្នកសិក្សាឲ្យចេះស្រឡាញ់ប្រយោជន៍ជាតិធំជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងនាមយើងជាយុវជនយុវនារីជំនាន់ក្រោយគួរតែចេះត្រិះរិះពិចារណាក្នុងការប្រកបរបរចិញ្ចឹមជីវិតអ្វីៗដែលប៉ះពាល់ដល់ប្រយោជន៍ជាតិគួរតែជៀសវាងពិសេសត្រូវជំរុញចោលនៅតថភាពហើយត្រូវខិតខំជួយជ្រោមជ្រែងនៅកិច្ចការទាំងឡាយណាដែលមានប្រយោជន៍ចំពោះប្រទេសជាតិដើម្បីឲ្យប្រទេសជាតិបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងពេលដ៏ខ្លីខាងមុខនេះអញ្ចឹងការបកស្រាយប្រធានរបស់យើងបានចាប់ដោយប៉ុណ្ណេះហើយសូមអរគុណរាល់បងប្អូនមើលប្រធានផ្សេងកន្លងមកអញ្ចឹងដូចនេះចាំជួបគ្នានៅវីដេអូថ្មីបន្តទៀតសូមអរគុណសូមជម្រាបលា